ចាជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកស្ងោរជ្រក់ក្រៅឆ្នាំងស្វាយខ្ចីវិញម្ដងដំបូងគឺយើងធ្វើការដាំទឹកចាបន្ទាប់មកយើងឆ្លៀតមកហាន់ជីទុកដាក់ឲ្យហើយទៅចាយើងហាន់ជីរណានិងខ្ទឹមនិងដើមខ្ទឹមចាបន្ទាប់ពីយើងហាន់ជីនិងដើមខ្ទឹមរួចរាល់ហើយយើងធ្វើការទុកវាមកលើយើងយកដើមខ្ទឹមក្រហមនិងខ្ទឹមសមកហាន់វិញម្ដងចាខ្ទឹមសខ្ទឹមក្រហមគឺយើងហាន់ប្រទះឆ្មាដូចគ្នាចាប្រទះស្ដើងចាបន្ទាប់ពីហាន់រួចរាល់ហើយយើងក៏ធ្វើការទុកដាក់វាមកលើចានៅត្រង់ចំណុចនេះអធិស្ឋានដែរដោយសារតែពងមាន់និងបន្លែខ្ញុំធ្វើការហាន់រួចហើយចាភ្លេចថតចាអញ្ចឹងសម្រាប់ស្ងោរជ្រក់ក្រៅឆ្នាំងនេះគឺខ្ញុំប្រើតសក់ចាគ្រឿងក្រៅមានដូចជាតសក់ពងមាន់ស្វាយខ្ចីចារ៉តឌីអំបិលនិងត្រីឆ្អាព្រមទាំងទឹកត្រីនិងជីព្រមទាំងដើមខ្ទឹមដូចដែលយើងបានឃើញអញ្ចឹងចាខ្ញុំអត់ដាក់ស្ករទេចាតែសារទឹកពុះហើយយើងចាប់ផ្ដើមលាយគ្រឿងត្រង់ចំណុចនេះយើងត្រូវលាយដើមលាយរ៉តឌីនិងអំបិលមុនគេបន្ទាប់មកយើងដាក់ត្រីចាបន្ទាប់មកយើងធ្វើការបិទភ្លើងបន្ទាប់ពីលាយគ្រឿងហើយយើងបិទភ្លើងយើងដាក់បន្លែនិងស្វាយខ្ចីចូលទៅយើងកូរវាចាបន្ទាប់មកយើងធ្វើការដាក់ពងចាទីនេះគឺយើងធ្វើការដាក់ពងមាន់ចូលទៅចាបន្ទាប់ពីយើងដាក់ពងមាន់ចូលហើយយើងធ្វើការដាក់ជីចាបន្ទាប់ពីដាក់ជីហើយយើងដាក់ទឹកត្រីវិញម្ដងបន្ទាប់មកយើងភ្លក់រសជាតិដែលយើងចូលចិត្តចាហើយដោយសាររួចរាល់ហើយសម្រាប់គុំគូសាខ្ញុំគឺរសជាតិរួចហើយសម្រាប់ករណីចាបងប្អូនចូលចិត្តហើយបងប្អូនអាចថែមទេបានអរគុណសម្រាប់ការតាមដានទស្សនាវីដេអូជម្រាបលាជួបគ្នាវីដេអូក្រោយ